วิธีลีตักอาหารបំពន់សម្រាប់ស្រោចទៅលើចំបើងដើម្បីបង្កើនចំណង់អាហារធ្វើឲ្យគោស៊ីចំណីច្រើនឆាប់ឡើងសាច់នៅក្នុងវីដេអូនេះខ្ញុំនឹងបងប្អូនទៅដឹងអំពីរបៀបនៅក្នុងការលាយទឹកដែលខ្ញុំហៅថាវាគឺជាទឹកអាហារបំពន់ដែលវាជួយជំរុញទៅឲ្យគោរបស់បងប្អូនហ្នឹងស៊ីចំបើងឬក៏ស៊ីស្មៅបានច្រើនគ្រាន់តែយើងលាយហើយគឺបងប្អូនអាចយកទៅស្រោចទៅលើចំបើងក៏ដូចជាស្មៅឬក៏អាហារផ្អាប់ដែលយើងបានលាយហើយគឺវាបង្កើតចំណង់អាហារធ្វើឲ្យគោនឹងឆាប់បានឡើងសាច់វិធីសាស្ត្រនេះគឺត្រូវបានកសិករមិនថាតែនៅប្រទេសជិតខាងយើងឬជាប្រទេសឥណ្ឌូឬក៏ម៉ាឡេទេគឺគេធ្វើទៅគឺទទួលបានជោគជ័យមែនព្រោះថានៅពេលដែលលាយទឹកនឹងបែបនេះហើយស្រោចទៅលើចំបើងឬក៏ស្មៅទៅធ្វើឲ្យស្មៅឬចំបើងហ្នឹងវាមានធំក្លិនឈ្ងុយហើយក៏វាមានសារជាតិបំពន់ផ្សេងៗដែលធ្វើឲ្យគោហ្នឹងឆាប់ឡើងសាច់បានល្អដែរអញ្ចឹងសម្រាប់ដំណើរការនៃការផលិតទឹកអាហារបំពន់នេះគឺបងប្អូនតើដឹងអំពីវត្ថុធាតុដើមជាមុនសិនម្សៅល្មៀតចំនួនកន្លះគីឡូម្សៅដំបែចំនួនកន្លះគីឡូស្ករល្ងូ3លីត្រម្សៅអង្ករត្នោតឬក៏ម្សៅត្នោតហ្នឹងបងប្អូន1គីឡូក្រាមបបរមួយឆ្នាំងហ្នឹងយើងប្រើអង្ករប្រហែលជា2កំប៉ុងបងប្អូនហើយទឹកធម្មតាចំនួន200លីត្រហើយនឹងធុងសម្រាប់ធ្វើការផ្អាប់ឬក៏ការលាយហ្នឹងដែលមានចំណុះ200លីត្រដែរអញ្ចឹងសម្រាប់រូបមន្តនៃវត្ថុធាតុដើមដែលខ្ញុំបានរៀបរាប់ខាងលើគឺសម្រាប់ការផលិតទឹកអាហារបំពន់ចំនួន200លីត្រណាបងប្អូនបើសិនបើករណីថាបងប្អូនចង់ធ្វើតិចតួចឬក៏គោរបស់បងប្អូនតិចទេបងប្អូនអាចបន្ថយបរិមាណទៅតាមចំនួនទឹកដែលបងប្អូនប្រើទៅមិនចាំធ្វើតាមអ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់ក៏បានដែរគឺយើងបន្ថយយើងចង់ធ្វើ10លីត្រគឺយើងបែងចែកចំនួននៃវត្ថុធាតុដើមរបស់យើងទៅតាមនឹងចឹងទៅគុណគូទៅតាមលទ្ធភាពដែលបងប្អូនអាចធ្វើបានជាក់ស្ដែងដល់ដំណើរការនៃការធ្វើមកគឺបងប្អូនត្រូវយកទឹកដែលយើងបានត្រៀមទុកហ្នឹងចូលទៅក្នុងធុងដែលយើងបានត្រៀមសម្រាប់ការលាយហ្នឹងគឺ1/3នៃធុងបន្ទាប់មកទៀតបងប្អូនយកវត្ថុធាតុដើមដែលយើងបានត្រៀមដូចជាតវ៉ែនឹងយកមកលាយជាមួយនឹងធុងតូចមួយជាមួយនឹងទឹកតិចសិនណាបងប្អូនយើងលាយបែបនេះគឺដើម្បីឲ្យវត្ថុធាតុដើមហ្នឹងគឺវារលាយល្អបើសិនបើយើងចាក់ចូលវត្ថុធាតុដើមចូលទៅក្នុងធុងធំតែម្ដងហើយយើងកូរគឺវាងាយលាយទេអញ្ចឹងការធ្វើបែបនេះគឺវាងាយស្រួលជាងបងប្អូនយកធុងតូចមួយមកដាក់ទឹកហើយលាយតបែបន្តមកទៀតបងប្អូនលាយម្សៅលាយស្កររងូនិយាយទៅលាយវត្ថុធាតុដើមដែលខ្ញុំបានរៀបរាប់ទាំងអស់ហ្នឹងម្ដងមួយហើយចាក់ចូលទៅក្នុងធុងរបស់យើងបន្ទាប់ពីបងប្អូនលាយវត្ថុធាតុដើមទាំងអស់មកចាក់ចូលទៅក្នុងធុងហើយបើសិនបើឃើញថាវាអត់ទាន់ពេញធុងទេបងប្អូនអាចបន្ថែមទឹកធម្មតាហ្នឹងធ្វើយ៉ាងណាឲ្យវាពេញធុងទៅពីព្រោះថាបរិមាណនៃវត្ថុធាតុដើមដែលខ្ញុំបានរៀបរាប់ទាំងអស់ហ្នឹងគឺគេប្រើជាមួយនឹងទឹក200លីត្រអញ្ចឹងយើងចាក់ឲ្យបានពេញធុង200លីត្រហ្នឹងទៅបន្ទាប់ពីបងប្អូនចាក់ថែមទឹកឲ្យបងប្អូនកកូរចូលគ្នាឲ្យសព្វហើយបិទគម្របទុកនៅកន្លែងម្លប់ទុកចោលប្រហែលជា2ម៉ោងគឺបងប្អូនអាចប្រើបានហើយការប្រើគឺងាយស្រួលទេបងប្អូនយកធុងតូចមួយយកមកដួសហើយបងប្អូនយកវាទៅស្រោចលើចំបើងដែលយើងដាក់ឲ្យគោស៊ីទៅបើសិនបើគោបងប្អូនស៊ីមួយថ្ងៃ2ពេល3ពេលបងប្អូនដាក់ទៅតាមនឹងទៅចំពោះបរិមាណនៃការស្រោចតិចឬច្រើនអាស្រ័យទៅលើទំហំនៃការប្រើប្រាស់របស់បងប្អូនជាក់ស្ដែងហើយបើសិនបើស្ថានភាពយើងមើលឃើញថាគោរបស់យើងវាចូលចិត្តស៊ីច្រើនក៏យើងដាក់ឲ្យវាជោគទៅតែបើសិនបើគោវាអត់សូវចូលចិត្តឲ្យវាសើមខ្លាំងទេបងប្អូនបន្ថយបរិមាណទៅតាមនឹងទៅអញ្ចឹងនេះហើយគឺជារបៀបនៃការលាយទឹកអាហារបំពន់សម្រាប់ជំរុញឲ្យគោនឹងស៊ីអាហារបានច្រើនហើយវាបង្កើនចំណង់អាហាររបស់សត្វណាមិនត្រឹមតែប៉ុណ្ណោះវាក៏មានសារធាតុជួយឲ្យគោនឹងឆាប់ឡើងសាច់បានលឿនផងដែរអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នេះទេបើសិនបើបងប្អូនគិតថាមានប្រយោជន៍សូម share ដាក់មួយហើយជាចុងក្រោយសូមពឹងឲ្យបងប្អូនជួយ like ឬជា subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដែរចាអរគុណ